OK បាទសួស្តីអ្នកទាំងអស់គ្នាបាទស្វាគមន៍មកកាន់ការធ្វើនៅវីដេអូចែកម្លែកពាក់ព័ន្ធជាមួយនឹង software development អញ្ចឹងខ្ញុំបាទឈ្មោះសុកលេងហួងដែលអ្នកទាំងអស់គ្នាអាចស្គាល់ខ្ញុំតាមYouTube channel នេះបានបាទដែលមានឈ្មោះថា Link Text 11បាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ធ្វើនៅវីដេអូចែកម្លែកពាក់ព័ន្ធជាមួយនឹងcommand line មួយចំនួនដែលគេប្រើប្រាស់ជាមួយនឹងការធ្វើនៅ software development projects ដែលយើងអាចមើល tutorial តាម YouTube អីបានដែលគេប្រើប្រាស់នៅ command line ហ្នឹងដើម្បីបង្កើតនៅ file ចូលទៅកាន់ directory ណាមួយហ្នឹងទៅអញ្ចឹងអាហ្នឹងហើយគឺគេហៅថា command line CLI ហ្នឹងអញ្ចឹងអាហ្នឹងយើងអាចដឹងបានថាគេប្រើប្រាស់វាបាននៅជាមួយនឹង shell អីគេខ្លះអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាទៅអញ្ចឹងយើងអាច set ថា what is Linux CLI អញ្ចឹងវាប្រាប់ឲ្យថាវាគឺជា text based interface មួយដែលយើងអាច input វាចូលទៅកាន់ command ដើម្បី interact ជាមួយនឹង computer operating system របស់យើងអញ្ចឹងឧទាហរណ៍យើងទៅ say នៅ command line ហ្នឹងជាជាងចុចទៅលើ GUI ផ្ទាល់នេះ GUI ហ្នឹងដូចជា graphic user interface អញ្ចឹងខ្ញុំអាចឧទាហរណ៍មួយបានថាអ្នកនរគ្នាចង់បង្កើត folder មួយនៅក្នុងនៅលើ desktop របស់យើងហ្នឹងដែរអញ្ចឹងជាធម្មតាយើងអាចប្រើប្រាស់ជាមួយនឹង GUI អញ្ចឹងយើងអាចចុច new folder ចេះហ្នឹងអញ្ចឹងយើងអាចឲ្យឈ្មោះវាថាhello អញ្ចឹងនេះគឺជាការប្រើប្រាស់នៅ GUI ហើយយើងអាចចង់បង្កើត file នៅក្នុង folder ហ្នឹងយើងគ្រាន់តែចុចលើ folder ហ្នឹងទៅអញ្ចឹងយើងចុចទៅលើ folder ហ្នឹងដើម្បីបង្កើតនៅអីមួយយ៉ាងទៅ folder អីផ្សេងទៀតថា this is children folder យ៉ាងទៅអានេះគឺជាការបង្កើតដោយប្រើប្រាស់ GUI ប៉ុន្តែ command line វាដូចគ្នាទេ command line យើងអាចបង្កើតវាដោយប្រើប្រាស់នៅ text base ដែលគេនិយាយហ្នឹងinsert វាចូលទៅកាន់ command line យើង terminal យើងអញ្ចឹងទៅដើម្បី interact ជាមួយ computer របស់យើងប្រាប់ operating system របស់យើងថាយើងចង់បង្កើតនៅ folder ហ្នឹងអញ្ចឹងយើងសរសេរដើម្បីបង្កើតវាអញ្ចឹងទៅអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលទៅមើលថាតើ basic command line ដែលគេប្រើប្រាស់ជាប្រចាំហ្នឹងមានអីគេខ្លះអញ្ចឹងយើងអាចប្រើប្រាស់នៅ ChatGPT យើងបានcan you give me a basic CLI for Linux or Mac OS ហ្នឹងជាធម្មតាបាទនេះវាតែ run បង្កើតជា Python វិញយើងប្រាប់វា I means like your ls or pwd ចឹងទៅអូខេអញ្ចឹងឥឡូវប្រហែលជាខ្ញុំឲ្យ prompt វាខុសcan you give me Linux and Linux or PW or Mac OS CLI for it យើងឲ្យ contact វាប៉ុណ្ណឹងមើលនេះវានឹងប្រាប់យើងឲ្យថានេះយើងចង់ធ្វើអីគេខ្លះវាប្រាប់ថាចង់ធ្វើអីដើម្បីgive នៅអីដែលយើងចង់បានហ្នឹងអញ្ចឹងវាមានច្រើនហូរហែប៉ុន្តែយើងអាចដឹងអស់ហើយដូច who am I នេះយើងវាគ្រាន់តែ display ថា current login user ហ្នឹងជាពីណាគេទេដូច sudo នេះដូចជា give permission ដូចជាអីយើងផ្សេងដូចជា ch mod អីចេះអាហ្នឹងយើង
អត់សូវប្រើប្រាស់ទេពីច្រើនអានេះអាចនឹងប្រើប្រាស់ច្រើនបើសិនជាគេប្រើដូច Linux ចឹងណាដូចជា YouTube អីចឹងទៅដើម្បី install លេខមួយយើងត្រូវ give permission ឲ្យវាចឹងទៅអញ្ចឹងឥឡូវថាសួរថាតើគេប្រើប្រាស់ពពួកហ្នឹងឲ្យបានទៅលើអីគេខ្លះអញ្ចឹងតាមដែលយើងមើល tutorial ទៅលើ YouTuber ផ្សេងៗនេះយើងឃើញថាគេប្រើប្រាស់ដូចជាបានទៅលើ terminal ពពួក terminal ឬមួយក៏ shell អីផ្សេងដូចជា bash អីចឹងទៅហ្នឹងវាមានច្រើនទម្រង់ប៉ុន្តែខ្ញុំលើកមកនេះគឺជាការប្រើប្រាស់ជាមួយនឹង macOS terminal របស់ YouTube របស់ Linux អីចឹងទៅអញ្ចឹងចំពោះ Windows ក៏អាចប្រើប្រាស់បានដែរតែគេដូចជាគេប្រើប្រាស់ជាមួយ WSL នេះគឺ Windows Subsystem in Linux អីចឹងទៅ for Linux ចឹងទៅអញ្ចឹងអាហ្នឹងក៏គេអាចប្រើប្រាស់វាជាមួយនឹងបានដែរឥឡូវកុំអាចខាតពេលយូរយើងចូលទៅកាន់ basic command line យើងទាំងអស់គ្នាទៅអូខេអញ្ចឹងខ្ញុំសូមធ្វើតាមវាតែម្ដងពាក់ព័ន្ធជាមួយនឹងដែរគឺ list file for directory អញ្ចឹងឧទាហរណ៍ថាខ្ញុំនៅក្នុងអីគេខ្ញុំនៅឥឡូវខ្ញុំសូម open នៅ terminal ខ្ញុំមួយអញ្ចឹងពេលយើងបើកជាមួយនឹង terminal ហ្នឹងវានឹងនៅលើ root user របស់យើង root directory របស់យើងឥឡូវឧទាហរណ៍ថាខ្ញុំប្រើ ls មកអញ្ចឹង ls នេះគឺវាប្រាប់យើងថាវានឹង list file ទាំងអស់នៅក្នុងអីគេនៅក្នុង directory អញ្ចឹងបើសិនជាយើងនៅលើ root វានឹង show ទៅលើ file ឬមួយក៏ folder របស់ root យើងទាំងអស់តែម្ដងyes it's working good so ឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើគេខ្ញុំចង់ចូលទៅលើ hello folder មួយនេះឥឡូវខ្ញុំសេចថាវាមាន hello folder ហ្នឹងហើយអត់មានវានៅលើ desktop នេះអញ្ចឹងខ្ញុំ cd ឥឡូវអញ្ចឹងខ្ញុំ cd ចូលទៅកាន់អីគេ desktop នេះបើយើងមើលអញ្ចឹងវាចូលទៅកាន់នេះអញ្ចឹងពេលយើង ls ទៅឥឡូវខ្ញុំ command k ដើម្បី clear ពេលខ្ញុំ ls ទៅវានឹង show ថា folder ណានៅក្នុង desktop directory ហ្នឹងហើយអូខេយល់ណាស់ហ្នឹងគឺថា command line វាស្រួលទេប៉ុន្តែវាមានច្រើនតែសម្រាប់ software development យើងហ្មងគឺយើងអត់ប្រើទាំងអស់ហ្នឹងទេអូខេអញ្ចឹងអា cd នេះដែលខ្ញុំប្រើមិញហ្នឹងវា change ទៅ current directory ឧទាហរណ៍យើងនៅ desktop ចឹងទៅយើង ls មើលថានៅក្នុងវាមាន hello ហើយយើងចង់ចូលទៅកាន់ hello ហ្នឹងយើងចូល cd hello ចឹងមកអញ្ចឹងវានឹងចូលទៅកាន់ hello folder ហ្នឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាតន់ព្រោះវាងាយទេអញ្ចឹងបើយើង ls មើលនៅក្នុង hello ហ្នឹងទៀតគឺប្រាប់ថាវាមាន folder មួយឈ្មោះថា this is children folder ឥឡូវយើងចុចទៅលើ GUI យើងមើលវិញ hello អញ្ចឹងនៅក្នុងហ្នឹងវាមាន folder មួយឈ្មោះថា this is child folder អញ្ចឹងទៅយើងដើម្បី practice មើលយើងចូលទៀតយើងចូល cd ទៅខាង this is អញ្ចឹងទៅអានេះដោយសារតែខ្ញុំដក clear តាមពិតជាធម្មតាយើងអត់ត្រូវដក clear អញ្ចឹងដល់ពេលចូលទៅវាចូលទៅកាន់ folder មួយហ្នឹងយើង ls មើលទៀតគឺគេថាវាអត់មាន return នេះមកទេអញ្ចឹងបានន័យថានៅក្នុងហ្នឹងគឺវា empty តែម្ដងអូខេ good pwd នេះវានឹងធ្វើការអីគេ print ទៅលើ current working directory ហ្នឹងទៅអញ្ចឹង directory ដែលយើងកំពុងតែឈរនៅលើហ្នឹងវានឹង show ថាយើងកំពុងនៅណាអញ្ចឹងយើង pwd វានឹងប្រាប់ថាយើងនៅក្នុង user Hansin desktop hello បន្ទាប់មក folder this is children folder okay good mkdir អាហ្នឹងមានន័យថាម៉េចវាធ្វើការ create new directory ឥឡូវឧទាហរណ៍ថាខ្ញុំ cd ចេញក្រៅវិញអញ្ចឹងឥឡូវហ្នឹងខ្ញុំកំពុងតែឈរនៅលើអីគេ hello folder គឺកំពុងតែឈរនៅលើ folder នេះ
chẳng bây giờ châu tới hello folder nó viên miên này chứ viên this is child mùi chẳng nhưng trong bậc cao folder mới thiệt chẳng dương ai đi âm khế đi ái second này second child này ok chẳng biết là bậc cao hỏi dương anh lại mới viên miên pì second child muối cho muối nó folder this is child folder cho tặng chụp folder ok it's good vì xăm máy như ngọc này là dương mới có việc bạc cảនៅfolder này yeah. Việc cả folder child muối việc cả folder vì mình folderមួយទៀតចឹងតែដែលយើងបានបង្កើតពីមុនdir តមក directory របស់យើងអាហ្នឹងគឺវាធ្វើការ remove នៅ empty directory តែម្ដងឥឡូវខ្ញុំសាក់ធ្វើតាមវាមើលom dir អញ្ចឹងខ្ញុំចង់ remove ទៅលើ second ហ្នឹងមកអូខេឃើញទេវានឹង delete ទៅលើ second child ហ្នឹងទៅ folder ហ្នឹងទៅយើងអត់មើលគឺវាមានតែ folder ដែលយើងបានបង្កើតអាមុនហ្នឹងអូខេអានេះពាក់ព័ន្ធជាមួយនឹងការ remove file អានេះ cp នេះគឺវា copy file ហ្នឹងទៅ mv ហ្នឹងគឺ move ឬមកក៏យើង rename directory អីហ្នឹងចឹងដែរអូខេឥឡូវយើងចូលទៅពាក់ព័ន្ធជាមួយនឹងការបង្កើតនៅ file វិញអញ្ចឹងការបង្កើតនៅ file ឧទាហរណ៍ថាខ្ញុំចង់បង្កើត file មួយនៅក្នុង hello នេះអញ្ចឹងឥឡូវហ្នឹងយើង pwd មើលយើងដឹងហើយថាយើងកំពុងតែនៅលើ hello អញ្ចឹង hello ហ្នឹងគឺយើងអាចធ្វើអីទេយើងអាច touch ដើម្បីបង្កើតចឹងទៅ touch ឬមកក៏ cats ដើម្បី read ចឹងទៅអញ្ចឹងយើង touch ទៅលើ hello ហ្នឹងយើងចង់បង្កើតអីគេhello world dot អីគេ dot txt ហ្នឹងអញ្ចឹងវានឹងធ្វើការបង្កើតនៅ hello dot txt ហ្នឹងហើយគេនៅក្នុង hello ហ្នឹងវាមាន folder នេះមួយហើយវាមាន file text hello world នេះមួយយើងចូលមើលគឺវានឹងបង្កើតនៅលើ hello មួយហ្នឹងអូខេខ្ញុំសង្ឃឹមថាអ្នកនរគ្នាតន់ឥឡូវដល់ថាខ្ញុំចង់ remove file ខ្ញុំអត់ចង់ remove folder ឥឡូវយើង practice ទាំងអស់គ្នាយើងទៅ remove file មួយឈ្មោះថា hello នេះអញ្ចឹងយើងអាចវាយពាក្យថា om បោះឈ្មោះ file យើងជាមួយនឹង extension របស់វាចូលទៅអូខេអញ្ចឹងវាយើង ls មើលអញ្ចឹង ls នេះគឺប្រើប្រាស់ច្រើនណាស់ទាំងអស់គ្នាអញ្ចឹងវា list មកថាវាមានតែ folder យើងចង់ remove folder នេះទៅយើងគួរធ្វើម៉េចom ដូចគ្នាប៉ុន្តែ directory អញ្ចឹងយើងបោះ this is children folder ទៅ delete ចោលមួយទៀតអញ្ចឹង command k ដើម្បី clear ឬមួយក៏យើងអាចបើកហើយយើងអាច clear នឹងចេះបានហ្នឹងអូខេអញ្ចឹងយើង ls មើលគឺវា return មក empty អញ្ចឹងវាឡើងមានហើយយើងមើលនៅក្នុង hello នេះវាឡើងមាន folder ឬមួយក៏ file អីហើយអូខេតោះអ្នកនរគ្នាអូខេ so យើងបន្តទៀតអញ្ចឹងកន្លែងនេះយើងធ្វើពាក់ព័ន្ធជាមួយនឹងយើងមើលទៀតទៅថាវាមានអីគេឥឡូវខ្ញុំបានធ្វើទៅលើ example មួយចំនួនដែរអញ្ចឹងខ្ញុំចង់ធ្វើតាក់ទងជាមួយនឹង echo អញ្ចឹង echo នេះវាដើម្បី print នៅ text អីមួយហ្នឹងទៅអញ្ចឹងបើយើង echo ដូចយើង php អញ្ចឹងទាំងអស់គ្នា echo hello world ហ្នឹងទៅអញ្ចឹងវានឹង print នៅ hello world មកតែម្ដងវា simple ហ្នឹងអូខេឧទាហរណ៍យើងចង់អីទៀតអានេះមានន័យថា output text to a file អញ្ចឹងវានឹងបង្កើតនៅ file មួយឈ្មោះថា name ឈ្មោះថា test.txt ហ្នឹងដែលមាន
text នៅក្នុងហ្នឹងគឺ this is test ចឹងដែរអូខេអញ្ចឹងយើង test ទាំងអស់គ្នា echo this is test.tat អូខេបន្ទាប់មកអីគេយើង point ទៅអីដែលយើង file ដែលយើងចង់បង្កើតអញ្ចឹង test.tat បប boom វានឹងបង្កើតមកយើងអត់លេះមើលយ៉ាវានឹង C អាហ្នឹង nice good ហើយនេះពាក់ព័ន្ធជាមួយនឹង copy directory អញ្ចឹងយើងអាច copy វាទៅ new location ឬមួយក៏យើងអាច copy វាហើយ rename វាទៀតតោះមកអានេះយើងអាច copy entry directory តែម្ដងអញ្ចឹងបើយើងអត់ដឹងថានេះអា path នេះវាយើងយកមកពីណាយើងអាចធ្វើចេះបានអ្នកនរគ្នាយើងអាច pwd ចេះបានអញ្ចឹងយើង copy អាហ្នឹងទៅយើង copy អាហ្នឹងហើយយើងអាចប្រើ cp ដូចគេអញ្ចឹងមក cp ដក o បន្ទាប់មកបោះpwd នឹងរបស់យើងនឹងចូលទៅ yes ខ្ញុំគិតថាអ្នកនរគ្នាតន់okay so បន្តទៀតវាមាន command ជាច្រើនទៀតដែលយើងត្រូវតែដឹងចាំបាច់ហ្នឹងដូចជា display content អីនេះយើងក៏អត់ចាំបាច់ប្រើច្រើនណានេះយើងអាចប្រើឧទាហរណ៍ថាខ្ញុំចង់ display text នៅក្នុងនេះដែលអត់ចាំបាច់បើកនៅ file ហ្នឹងឯងអាចប្រើ cat បានតមកបោះ text បោះ file យើងចូលអញ្ចឹងវានឹង read text នៅក្នុង file ហ្នឹងមកដែលយើងអត់ចាំបាច់ cd ចូលហើយយើងបើកវាទេអូខេមានច្រើនដូច that show that clear yes clear នេះហើយ HTML ឥឡូវយើងទៅឧទាហរណ៍មើលឥឡូវដល់ថាខ្ញុំចង់ខ្ញុំ cat នេះអញ្ចឹងវានេះហើយវានឹង show display នៅ file នៅក្នុងហ្នឹងហើយខ្ញុំចង់ clear វាចោលខ្ញុំបែក clear មក nice តមកវាមានអីទៀតមាន that who am I that នេះវា show ថាម៉ោងនៅក្នុង local យើងឥឡូវគឺប្រហែលយើងវាយ that មកវា show ថា Sunday March 16ហើយម៉ោងប៉ុណ្ណេះចឹងវា show ជា that time ហ្នឹងអ្នកគ្នាទៀត who am I វានឹងប្រាប់ថាតើ user ដែលយើងកំពុងតែប្រើប្រាស់នេះគឺជា user អីគេអញ្ចឹង user របស់ខ្ញុំគឺ Hansin ឈ្មោះរបស់ខ្ញុំហ្នឹងឯង sudo នេះពាក់ព័ន្ធជាមួយនឹងយើងចង់ give permission នៃឧទាហរណ៍ថាsudo យើងតែឃើញថានៅក្នុងអ្នកប្រើប្រាស់ YouTube គេប្រើប្រាស់ sudo apt install អីចឹងទៅអាហ្នឹងមានន័យថាមិនយើងអត់ចាំយើង give permission ដើម្បី install នៅអា package របស់គេមួយហ្នឹងឯងអញ្ចឹងរាល់ពេល sudo apt install ទៅវានឹងឲ្យយើងវានឹង load ឲ្យយើងវាយ password បន្ថែមទៀតអញ្ចឹងយើងគ្រាន់តែវាយ password ថាអាហ្នឹងគឺជាយើងត្រូវការ give permission ឲ្យដើម្បី install នៅ package ហ្នឹងទៅគឺវាអូខេ yes តោះនេះអ្នកនរគ្នាខ្ញុំគិតថានេះគឺជា basic របស់ command line របស់យើងអញ្ចឹងបើសិនជាអ្នកនរគ្នា keep វាប្រើវាជារៀងរាល់ថ្ងៃទៅខ្ញុំគិតថាវានឹងដើរវានឹងអ្នកនរគ្នានឹងយល់ហើយអត់ចាំបាច់ស្មុគស្មាញហ្នឹងឧទាហរណ៍ថាខ្ញុំចង់អីគេចង់ប្រើនៅក្នុង terminal កូដយើងបើកកូដចេះមកវានឹងចូលទៅកាន់ terminal ហ្នឹងមកអញ្ចឹងខ្ញុំប្រកាសជាអ្នកនរគ្នាប្រកាសជា familiar ជាមួយនឹងការប្រើ terminal នេះអញ្ចឹងប្រើដូចគ្នាលក្ខខណ្ឌគឺដូចគ្នាបើ cat text អីចឹងទៅវានឹងចេញពី file នេះហើយ touch test 1.ob ហ្នឹងទៅវានឹងបង្កើតរូប b file ឲ្យយើងមួយហើយយើង cd ចូលទៅក្នុងហ្នឹងចឹងទៅ test 1ចឹងទៅវាអ្នកនរគ្នាអាចប្រើពពុះអស់ហ្នឹងបានដើម្បី apply ទៅលើការធ្វើ software development ដោយប្រើជាមួយនឹង command line ហ្នឹងទៅវាជួយយើងបានច្រើនវាធ្វើឲ្យយើងបង្កើត file លឿន file លឿនដែលអត់ចាំបាច់ប្រើប្រាស់ GUI ចឹងណាវាមានដូចជាច្រើនដូចជាgrab ប្រើអីហ្នឹងគឺសម្រាប់
យើងមើលទៅលើ port ឧទាហរណ៍ MySQL port របស់យើង run នៅ port ណាយើងអាច grab យក port ហ្នឹងទៅអញ្ចឹងបើវាមានការ error វាមានការកាំង port យើងអាច kill វាបានទៅប្រើ command kill ដក 9 ហើយបោះ port ចូលយ៉ាងទៅបោះ port ចូលយ៉ាងទៅឧទាហរណ៍ port ហ្នឹងវាមាន ID លេខប្រហែល port ID យើង1 2 3 4 5ទៅយើងបោះទៅវានឹង kill ហើយនេះដោយសារវាអត់ស្គាល់port ID ហ្នឹងបានវាអត់ kill បានអញ្ចឹងពេលយើង kill ហ្នឹងទៅយើងអាច rerun ទៅវាដើរអញ្ចឹងទៅហ្នឹងអូខេវាមានច្រើនទៀតអ្នកទាំងអស់គ្នាត្រូវជួបប្រទេសហ្នឹងពេលយើងប្រើប្រាស់អញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាយល់ហើយអាចយកប្រើប្រាស់បានបាទអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ